បាទបងម៉ែបងប្អូនមិនជួយមកលួចស្លាកលេខឡានគេទេបាទឡាននេះរៀបហើយអញ្ចឹងដោះស្លឹកលេខត្រៀមយកទៅជន់តែឥឡូវហ្នឹងជន់យកស្លឹកថ្មីអត់ទាន់បានទេដោយសារគេឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកបាត់ហើយបាទឥឡូវឡានរៀបហើយចង់លក់ក៏ពិបាកដែរព្រោះលេខនៅលេខចាស់លេខស៊ីនរបស់វាលេខស៊ីន2018នៅលេខវានៅតែលេខមួយឯងបាទនៅតែលេខហ្នឹងមួយស្លាកលេខហ្នឹងមួយទៀតគឺមកអែមមកខ្ចីញញបដ යි បុណ្យអុំទូកហើយគឺអាចមកមើលបានហើយបាទគឺរួច 100% អត់មាននៅសល់កន្លែងណាទៀតដែលត្រូវរៀបចំបន្ថែមទេទាំងចង្គៀងភ្លើងគុជបដិញបាទគុជ7កាងហើយទាំងអស់ការតុបតែងដាក់បាទត្រឡោកកញ្ចក់ភ្លើងបាទបូឌាឈ្នន់សបកកង់ហើយយ៉ាន់មកអែមបាទនិយាយទៅមកហើយស្រាច់ទាំងអស់ហ្មងបាទឡាននេះហើយបញ្ជាក់ជូនបងប្អូនដែលស្រឡាញ់ប្រភេទ4ម៉ាស៊ីនណាបាទអានេះវាពិសេសលើសពី4ម៉ាស៊ីនទៀតមិនបានពិសេសលើសពី4ម៉ាស៊ីនបាទពួក4ម៉ាស៊ីនភាគច្រើន option របស់វាគឺអត់មានបើកដបូលទេបាទភាគច្រើនបើកដបូលគឺមានមួយបាទបើកដបូលមិនមែនយកទៅវះនៅខ្មែរយើងដាក់ដបូលទេណាបងប្អូនណាធានាជូន 100% គឺ option បើកដបូលស៊ីនមកពីស្រុកគេកៅអីចុចស៊ីនមកពីស្រុកគេអានេះវាជាប្រភេទកៅអីចុចមកពីដើមស៊ីនបាទមកពីគេហ្មងតែបើថាអត់មានគេឡើងបានដូចតែគ្នាទេបាទហើយការរៀបចំតុបតែងមកគ្រឿងនេះបាទមានអេក្រង់កាមេរ៉ាអាយ៉ែក្រោយបាទចឹងឡានថ្មីតម្លៃក៏ទៅតាមនឹងដែរបងប្អូនណាបាទព្រោះឡានថ្មីអត់អាចតម្លៃធូរទេអានេះតម្លៃហាងឆេងចាក់ស្ដែងបាទហើយមើលកាយ៉ៅមើលភ្លីមើលអីទៅប្រឡងស្រាល់ចឹងហ្មងបាទណាបាទប្រឡងអត់ធ្លាប់មានស្នាមសោស្នាមដោះស្នាមអីទ្វារក្រោយអីអត់មានទេបាទនៅសំណុំដើមទាំងអស់នេះគេបាទនេះកស៊ូស្គុតវានេះកាយ៉ៅអត់មានខូចអីទេហើយមើលសាច់អញ្ចាំងបាទមើលសាច់អញ្ចាំងបាទនេះឃើញនៅកាយ៉ៅវាកាយ៉ៅដូចកាយ៉ៅដៃយើងអញ្ចឹងនៅលើបហ្មងអត់មានឆ្នោតឆ្កូតលហែកដាច់អីអត់មានទេបាទអានេះគឺលំដាប់ឡានបងប្អូនណាលំដាប់ឡានបាទស្រោតមកអុំទូកហើយពុកម៉ែបងប្អូនណាដែលអញ្ជើញមកមុនគឺមានឱកាសបាទយករបស់ថ្មីរបស់ល្អរបស់ស្អាតតម្លៃសមរម្យយកបានទៅប្រើសុខសប្បាយហើយបាទព្រោះឡានថ្មីយកទៅប្រើអត់ធ្វើຕົកទេហើយឡានសំណុំណាពុកម៉ែបងប្អូនត្រូវការលុបចេញវិញដោះដូរសេរីឬក៏ត្រូវការលុយប្រភេទឡានផែនចេះពុកម៉ែបងប្អូនខលតាមមួយរឿងគេដឹកលុយយកទៅឲ្យដល់ផ្ទះហ្មងបាទមិនបាច់ភ័យទេមិនបាច់ថឹងមកមើល10នាក់តឲ្យខាតច្រើនណាព្រោះឡានស្ទើរឡានអីអូមិនបាច់ភ័យទេបាទឡានមកគ្រឿងនេះយកទៅប្រើមិនបាច់ភ័យរឿងធម្មតារបស់យើងប្រើហើយវាដឹងខាតហើយលក់ដោះដូរចេញវិញគាត់ថារបស់ថ្មីលក់ខាតតិចរបស់ដែលស្ទើរយើងទិញអត់សូវបានចាប់អារម្មណ៍មើលអត់លំអិតអស់យើងលក់ទៅខាតច្រើនគេប្រអាប់ឡានយើងអញ្ចឹងណាបាទតែមកគ្រឿងនេះបាទថ្មីផ្លឹងតែម្ដងបាទផ្លឹងអត់មានកន្លែងអីនិយាយក្រៅពីពាក្យថ្មីអដែលបាទមិនដឹងនិយាយពីអីដែរខ្ញុំពេលឡានអញ្ចឹងយើងបាទតែប៉ុណ្្នឹងបងប្អូនឡានមិនទៅពិបាករៀបរាប់អីច្រើនពី option ពីអីទេព្រោះឡាន Highlander វា option វាមានតែប៉ុណ្្នឹងមានតែ4ម៉ាស៊ីនប៉ុង1 4ម៉ាស៊ីនប៉ុង2 6ម៉ាស៊ីនប៉ុង1 6ម៉ាស៊ីនប៉ុង2និង limited តែប៉ុណ្ណា option វាមានបើកដបូលមានអីចឹងទេបាស GVL អីចឹងទេអញ្ចឹងមកគ្រឿងនេះ4ម៉ាស៊ីន05ពណ៌សប៉ុង1បាទប្រភេទដបូលបើកកៅអីចុចបាទ
តអូនកាមេរ៉ាចូលដាក់តាមលំដាប់លំដោយយើងមកបាទបងប្អូនណាមើលអេតាមកអូមកតាមថ្នាំតាមអីហ្នឹងមើលបាទបុកប៉ះកាត់តស្ងោដូរពណ៌ពុកច្រេះធានាឲ្យពុកម៉ែបងប្អូនធានាថាឡានថ្មីអត់មានចំណុចអស់ហ្នឹងទេបាទក្រាស់ខ្ញុំបាទលូកតឡានស្អាតទេ MR99 បាទលូកឡានថ្មីឡានស្អាតតែជាក់ស្ដែងតម្លៃក៏ទៅតាមរបស់ដែរមិនមែនថាឡានរបស់ថ្មីទៅលូកថោកស្មើឡានបុកឡានប៉ះអីវាមិនអាចទេបាទតឡានថ្មីទិញមកថ្លៃដែរហើយបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បាន Highlander ពណ៌ស4ម៉ាស៊ីនបាទ4ម៉ាស៊ីនប៉ុង1អានេះ option វាលើសពី4ម៉ាស៊ីនបន្តិចបាទអញ្ចឹងអានេះល្អពុកម៉ែបងប្អូនណាបាទបានឆ្នាំខ្ពស់05ទៀតអញ្ចឹងពុកម៉ែបងប្អូនអាចតំណាក់តំណងសួរនាំព័ត៌មានពីភិនភាគឡានរូបភាពលម្អិតពីឡានឬក៏តម្លៃអីអាចសាកសួរនាំខ្ញុំបាទបានតាមលេខទូរស័ព្ទឬក៏ចង់មកមើលផ្ទាល់នៅទីតាំងក៏បានដែរបាទនៅភ្នំពេញពុកម៉ែបងប្អូនសំដៅមកវងមូកាមកោក៏បានដែរមកដល់ហ្នឹងខលមកខ្ញុំមកចាំខ្ញុំបញ្ជាក់ទីតាំងនៅម្ដុំណាទៀតបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបាទពុកម៉ែបងប្អូនអាចអញ្ជើញមកមើលថ្ងៃហ្នឹងក៏បានដែរបុណ្យអុំទូកខ្ញុំអត់ឈប់សម្រាកទេគឺនៅបើកលក់ធម្មតាតែបើពុកម៉ែបងប្អូនរវល់បាទចាំបុណ្យអុំទូកហើយក៏អាចអញ្ជើញឡើងមកមើលក៏បានដែរបាទសូមអរគុណបាទពុកម៉ែបងប្អូនណាបាទក្រោមមកតួពេញបឹបហ្មងបាទតាំងពីមុខដល់ក្រោយសាច់ដែកអត់មានប្រហោងអត់មានធ្លុះអត់មានពុកអត់មានច្រេះទេពុកម៉ែបងប្អូនណាបាទថ្មីបាទខ្ចីបាទខៀវសាច់កាវសស្ញាច់បាទ